ខ្ញុំបាទឈ្មោះពីដោតំណាងឲ្យមជ្ឈមណ្ឌលជនបរទេសតំបន់ស៊ូវុនហើយជាបឋមខ្ញុំសូមថ្លែងអំណរគុណអ្នកទាំងអស់គ្នាដែលបានចូលរួមនៅការបាតកម្មលើកនេះ 수원 이주문센터 대표 비다오라고 합니다. 여기 계신 여러분 참석해 주셔서 감사합니다. បាទហើយសូមបញ្ជាក់ថាលើកនេះគឺជាលើកទី2ហើយនៅក្នុងយើងទាមទារសិទ្ធិសេរីភាពពលករអន្តោប្រវេសន៍ដើម្បីផ្លាស់ប្ដូរកន្លែងធ្វើការ 이번에는 사업장 변경할 수 있는 자유를 위해 두 번째 집회입니다. កាលពីថ្ងៃទី4ខែមិថុនាកន្លងទៅក្រសួងការងារបានប្រកាសថាការផ្លាស់ប្ដូរកន្លែងធ្វើការរបស់ពលករអន្តោប្រវេសន៍បានផ្ដល់បញ្ហាយ៉ាងច្រើន 노동부는 지난 6월 4일 고용허가제 노동자들의 사업장 변경에서 문제가 많다고 발표했습니다. 그 이유는 불적인 방법으로 노동자들의 사업자 변경을 개입한다고 주장하고 있습니다. បាទដូច្នេះហើយកាលពីថ្ងៃទី1ខែសីហាកន្លងទៅក្រសួងការងារបានចាត់វិធានការថ្មីមួយដោយមិនផ្ដល់សិទ្ធិសេរីភាពដល់ពលករក្នុងការស្វែងរកកន្លែងការងារ 그렇기 때문에 지난 8월 1일 브로커 개입 차단하기 위해 노동부가 사업장을 변경하는 이주 노동자에게 제공했던 구인 업체 리스트만 더 이상 제공하지 않고 ហើយវារឹតតែមានការលំបាកទៅទៀតចំពោះពលករណាដែលមិនចេះភាសាកូរ៉េក្នុងការទំនាក់ទំនងព្រោះថានិយាយស្ដាប់គ្នាមិនបាន 그 사업장 변경 지침 때문에 한국어 모르는 이주 노동자는 더 어려울 수밖에 없습니다. ហើយក្នុងការរងចាំការងារដំណឹងពីក្រសួងការងារក្នុងរយៈពេល3ខែប្រសិនបើគ្មានដំណឹងអ្វីទេពួកយើងជាពលករអន្តោប្រវេសន៍ត្រូវបញ្ជូនទៅស្រុកកំណើត 그 한국말을 통하지 않아서 그리고 기다리는 3개월 동안 만약에 고용센터에 아무 소식 없다면 한국으로 떠나거나 미등록 បើមិនដូច្នេះទេយើងនឹងខ្លាយទៅជាជនខុសច្បាប់រស់នៅក្នុងប្រទេសកូរ៉េ 미등록 이주 노동자로 불안한 생활해야 합니다. តើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរចំពោះច្បាប់នេះ 여러분 어떻게 생각하십니까? តាមសម្ដីការងារតាមសម្ដីក្រសួងការងារចោទថាមកពីឈ្មួញកណ្ដាលចូលអន្តរាគមន៍ដោយប្រព្រឹត្តអំពើផ្ទុយនឹងច្បាប់ 노동부 발표 따르면 사업장 변경 과정에서 브로커가 불법적인 방법으로 개입한다고 했습니다. ជាក់ស្ដែងពលករទាំងអស់គ្នានៅពេលដែលមានបញ្ហាអ្វីមួយមិនសូវទៅខូយ៉ុង Center ទេព្រោះថាដំណោះស្រាយមិនសូវជាបានផល 실제로 이주 노동자가 문제가 생겨 고용센터에 가도 해결이 잘 되지 않게 ព្រោះថាខាងខូយ៉ុង Center តែងតែស្ដាប់សម្ដីឬហេតុផលខាងថៅកែជាមុន 왜냐하면 고용센터는 사업 주말 우선적으로 듣고 있으니까요. មែនអត់ទេ 그래요? 그렇습니까? បាទដោយមូលហេតុនេះហើយយើងគ្មានជំរឿអ្វីទៅក្រៅពីសុំជំនួយពីមិត្តភ័ក្តិដែលចេះភាសាកូរ៉េឬក៏ 그렇기 때문에 문제가 생기면 한국어를 잘하는 친구이나 ឬក៏សមាគមគាំពៀសិទ្ធិអន្តោប្រវេសន៍ជាដើម 이주민 지원 단체 등의 도움을 요청할 수 없죠. ប៉ុន្តែថ្មីនេះក្រសួងការងារបានចោទប្រកាន់ថាការជួយគេបែបនេះក៏ត្រូវទទួលទោសផងដែរ 그런데 이렇게 돕는 사람도
처벌 받을 수 있다고 합니다. យើងជួយគេអញ្ចឹងខុសដែរអត់ទេ 이렇게 도움을 주는 게 잘못되는 건가요? បាទម្យ៉ាងវិញទៀតក្រសួងចោទថាមកពីការផ្លាស់ប្ដូរការងាររបស់ពលករមានការកើនឡើងខ្ពស់ 또 노동부가 매년 이주 노동자들의 그 사업장 변경 그 건수가 증가하고 있다고 합니다. សួរថាការផ្លាស់ប្ដូរកន្លែងធ្វើការជាញឹកញាប់ផ្ដល់បញ្ហាឬ 회사를 자주 옮기는 것이 문제 있나요? បាទក្នុងនាមខ្ញុំជាពលករម្នាក់ក៏ដូចបងប្អូនទាំងអស់គ្នាដែរនៅទីនេះប្រសិនបើជាកន្លែងធ្វើការមួយផ្ដល់នៅប្រាក់បៀវត្សត្រឹមត្រូវ 저하고 여러분도 이주 노동자로서 만약에 한 사업장에서 월급을 제대로 주고 មានសុវត្ថិភាពក្នុងការធ្វើការ 싸고 낮지 않은 안전 환경 만들어주고 មានម៉ោងសម្រាកនិងទទួលទានអាហារគ្រប់គ្រាន់ 식사 시간과 쉬는 시간을 보장하고 គ្មានការរើសអើង 차별하지 않으면 តើបងប្អូនទាំងអស់គ្នាចង់ដូររោងចក្រហ្នឹងទេ 여러분들도 그 회사를 옮기고 싶어요? គ្មាននរណាម្នាក់ចង់បដូរកន្លែងធ្វើការដោយគ្មានមូលហេតុនោះទេ 회사 옮기는 것은 다 이유가 있습니다. បាទដូច្នេះសូមក្រសួងការងារសូមជួយពិនិត្យឬក៏ឆែកមើលបញ្ហានេះផង 그래서 노동자들의 이 문제를 좀 살펴주세요. បាទជាក់ស្ដែងក្រោយវិចេញវិធានការនេះការមានបញ្ហាវិបាកមួយចំនួនចំពោះអ្នកស្វែងរកការងារ 실제로 사업장 지침 나오는 뒤 일자리 구하는 이주 노동자가 많은 어려움을 겪고 있습니다. ក្រោយពីបានទទួលដំណឹងពីក្រសួងការងារនៅឈ្មោះក្រុមហ៊ុននិងអាសយដ្ឋានតាមរយៈ SMS 노동부에게 문자 메시지를 통해 회사 이름과 주소를 받고 ពួកយើងបានទៅរករោងចក្រនោះប៉ុន្តែនៅពេលទៅដល់ថៅកែប្រាប់ថាមិនត្រូវការទេខាងក្រុមហ៊ុនមិនត្រូវការទេឬក៏ថាគាត់មិនចង់បានទេជនជាតិនោះបែរជាចង់បានជនជាតិនោះទៅវិញ 막상 그 회사를 찾으러 가는데 사업체에서 필요 없거나 애 나라 사람이 아닌 B 나라 사람이 원합니다. បែបនេះពេលវេលាដែលយើងអាចស្វែងរកការងារបានគឺកាន់តែខ្លីទៅហើយអត្រាដែលយើងប្រឈមមុខនឹងការខុសច្បាប់នឹងគឺអាចឡើងបានខ្ពស់ 그래서 일자리 구할 수 있는 시간 점점이 짧아지고 미등록 이주 노동자가 될 가능성이 많아졌습니다. បាទដូច្នេះសូមក្រសួងការងារលុបចោលនៅវិធានការដែលបានអនុម័តកាលពីខែទី8នោះចោល 그렇기 때문에 노동부가 사업장 변경 지침을 철회하고 និងកុំព្យាយាមបង្កើតអ្វីទៅដល់ប៉ះពាល់សិទ្ធិសេរីភាពពលករអន្តោប្រវេសន៍ 노동권이나 노동자의 자유를 침해하는 지침 만드는데 쓸데없는 힘을 쓰지 마세요. ព្រោះថាពួកខ្ញុំគឺជាពលករពួកខ្ញុំគ្រាន់តែចង់បានសិទ្ធិសេរីភាពក្នុងការផ្លាស់ប្ដូរការងារតែប៉ុណ្ណោះ 우리 이주 노동자입니다. 그냥 하고 싶은 사업장을 변경할 수 있는 자유를 원합니다. សូមសំឡេងស្រែកហូទាំងអស់គ្នាមួយដើម្បីសិទ្ធិសេរីភាពពលករ 마지막으로 우리는 노동자를 위해 다 같이 소리를 크게 지르세요. We are not slaves. We are human. 감사합니다. 네.